ជម្រាបសួរអ្នកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាពួកយើងដំណើរក្រុមថ្ងៃច័ន្ទនៅថ្នាក់ទី 11B ថ្ងៃនេះពួកយើងមកកសោតអំពីបាតុភូតអូស្មូសដែលសម្រាប់ប្រើប្រាស់មានដូចជាខ្ទឹមបារាំងកបត់ឆៃដាក់មិញទឹកសាបហើយនិងអំបិលយើងត្រូវយកខ្ទឹមបារាំងទៅត្រាំនៅក្នុងទឹកសាបនិងទឹកអំបិលបន្តមកទៀតយើងត្រូវឆ្កឹះយកស្រទាប់ខ្ទឹមបារាំងរួចត្រូវបន្តទឹកមួយដំណក់ហើយយកវាទៅដាក់ក្នុងម៉ាស៊ីនមីក្រូទស្សន៍នោះយើងនឹងអាចមើលឃើញនៃកម្មសិការបស់ខ្ទឹមបារាំងនេះជាកម្មសិកាខ្ទឹមបារាំងនៅក្នុងទឹកធម្មតាវាមានសភាពប៉ោងឡើងដោយសារតែទឹកបានចូលទៅក្នុងកម្មសិកាដែលបណ្ដាលឲ្យវាមានសភាពរីកធំឡើងនេះគឺជាកម្មសិកាខ្ទឹមបារាំងតាមនៅក្នុងទឹកអំបិលវាមានសភាពផុតស្រុតដោយសារតែម៉ូលេគុលទឹកបានជ្រាបចេញពីកម្មសិកាដែលបណ្ដាលឲ្យកម្មសិកាខ្ទឹមបារាំងមានសភាពរួមតូចឬស្វិតគឺបណ្ដាលមកពីកំហាប់ម៉ូលេគុលទឹកនៅក្រៅកម្មសិកាធៀបជាងកំហាប់ម៉ូលេគុលទឹកនៅក្នុងកម្មសិកាតាមការសន្និដ្ឋានដែលសារតែទឹកក្រៅកម្មសិកានិងទឹកក្នុងកម្មសិកាមានកំហាប់មិនស្មើគ្នាទើបកើតមាននៅបាតុភូតអូស្មូសដែលបណ្ដាលឲ្យកម្មសិកាខ្ទឹមបារាំងផុតស្រុតនៅពេលតាមទឹកអំបិលនិងស្រស់ប៉ោងនៅពេលដែលខ្ទឹមបារាំងត្រាំនៅក្នុងទឹកអំបិល